បើហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវខ្ញុំសុំតពីវីដេអូមុនអញ្ចឹងកាលពីវីដេអូមុនខ្ញុំលើកយកនៅតែ Manova យកមកប្រើតែនៅក្នុងវីដេអូនេះគឺខ្ញុំលើកយកមកតែ Trigger យកមកប្រើម្ដងអញ្ចឹងគោលការណ៍ដំណើរការរបស់វាគឺវាដូចតែគ្នាទេបាទគឺអត់មានអីខុសគ្នាទេតែវាគ្រាន់តែខុសមួយយើងប្រើ motor Trigger មួយយើងប្រើ motor Manova បាទសម្រាប់ sequence បញ្ជារបស់វាគឺវានៅដូចដើមបាទ sequence បញ្ជារបស់វាគឺវានៅដូចដើមបែបនេះចំណែកឯខាង sequence អនុភាពគឺវានៅដូចដើមដែរតែគ្រាន់តែយើងយក motor Trigger យកមកប្រើហើយនៅបែកខាងនេះបាទហើយខាងនេះគឺជា sequence ជាក់ស្ដែងដែលខ្ញុំបានតសម្រាប់ធ្វើការងារជាក់ស្ដែងបាទអញ្ចឹងនៅក្នុងការងារជាក់ស្ដែងរបស់យើងវាយើងយក sequence ប៉ុណ្ណេះនេះ sequence ប៉ុណ្ណេះយើង sequence ប៉ុណ្ណេះយកទៅប្រើការអញ្ចឹងគឺយើងអាចរៀបបានជំវាអត់មានអីត្រូវទៅស្មុគស្មាញទេបាទអញ្ចឹងsequence វិទ្យាគឺយើងមានតែប៉ុណ្ណឹងហើយកាលពីវីដេអូមុនខ្ញុំអត់បានបង្ហាញពីដំណើរការរបស់វាទេអញ្ចឹងខ្ញុំពីដំណើរការរបស់វាថាវាដំណើរការបែបណាអញ្ចឹងប្រព័ន្ធវិទ្យា start stop ថ្នាក់មូលដ្ឋានគឺយើងគ្រាន់តែចុចប៊ូតុង start មកទៅយើងនឹងដំណើរការភ្លាមហើយនៅពេលដែលយើងចង់បញ្ឈប់វាគឺយើងគ្រាន់តែចុចប៊ូតុង stop មកទៅយើងនឹងបញ្ឈប់ដំណើរការរបស់វាអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងនៅការដំណើរការរបស់តើអញ្ចឹងខ្ញុំធ្វើការ simulation បាទបន្ទាប់មកខ្ញុំបើកបិទ Decoder បាទ Decoder MCB នេះអញ្ចឹងបើណាខ្ញុំនិយាយអក្សរ MCB ទាំង3នេះគឺខ្ញុំបើកតែមួយគឺវាបើកទាំងអស់អញ្ចឹងខ្ញុំបញ្ជាខាង sequence បច្ចេកទេសមុនអញ្ចឹងខ្ញុំចុចប៊ូតុង start បាទខ្ញុំបោះដៃគឺ motor ដំណើរការទាំងអស់នេះmotor វិលទៅមុខអញ្ចឹងពេលដែលខ្ញុំចង់បញ្ឈប់វាគឺខ្ញុំចុចប៊ូតុង stop motor នឹងឈប់ដំណើរការចំណែកឯខាងផ្នែក sequence ជាក់ស្ដែងបាទអ្នកទាំងអស់គ្នាមើល sequence ជាក់ស្ដែងគឺខ្ញុំរៀបដូចនឹង sequence បច្ចេកទេសបាទតែគ្រាន់តែយើងមានកុំព្យូទ័រយើងមាន Decoder ជាក់ស្ដែងទៅប៊ូតុង start stop ជាក់ស្ដែងពេលទាក់ទង Decoder 2 pole បាទអញ្ចឹងនៅក្នុងកម្មវិធី HCM នេះគឺវាអត់ include 2 pole អីទេអត់ pole អីទេអត់ include voice អត់ទេអញ្ចឹងខ្ញុំលើកយកតែកុំព្យូទ័រ Decoder 2 pole បាទអញ្ចឹងខ្ញុំបានភ្ជាប់រួចហើយអញ្ចឹងវិធីភ្ជាប់យើងភ្ជាប់ដូចតែគ្នាទេបាទអ្នកទាំងអស់គ្នាមើលយើងឃើញយើងភ្ជាប់ខាងផ្នែកចូលលើនេះមកបាទចូលមក Decoder ចេញពី Decoder មកចូលប៊ូតុង stop បាទចេញពីប៊ូតុង stop មកប៊ូតុង start បាទចេញពីប៊ូតុង start ចូលមកកុំព្យូទ័រ A1 ចេញពីប៊ូតុង start ចូលកុំព្យូទ័រ A1 ចប់ហើយចង់ឡោះវាចន្លោះ start stop ចន្លោះ start stop នេះគឺចន្លោះ start stop ចន្លោះ start stop នេះយើងចូលជើង13មកជើង13យើងជើងបដូរចេញពី13ចូលជើងbobin របស់ A1 នេះបាទ bobin របស់កុំព្យូទ័រ A1 បាទវាអញ្ចឹងឥឡូវខ្ញុំ start ជាក់ស្ដែងនឹងទៅអញ្ចឹងខ្ញុំចុចប៊ូតុង start ទុកតែយើងមកថាកុំព្យូទ័រយើងចាប់ផ្ដើមបឺតចូលក្នុងវិព័រណ៍បែបនេះឆ្លងកាត់ពេលយើងចង់បញ្ឈប់វាគឺយើងគ្រាន់តែចុចប៊ូតុង stop មកបាទពេលហ្នឹងបញ្ឈប់ដំណើរការពេលដែលយើងចុចប៊ូតុង start វាផ្ដើមដំណើរការពេលដែលយើងចុចប៊ូតុង stop ឈប់ដំណើរការ start ដំណើរការ stop ឈប់ដំណើរការអញ្ចឹងខាងនេះដូចគ្នាដែរគ្រាន់ចុចប៊ូតុង start មកអញ្ចឹងវាដំណើរការខាងនេះដូចគ្នាដែរចុចប៊ូតុង start មកវាភ្លើងគ្រប់ចូលវាភ្លើងបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញតែប៉ុណ្ណេះបាទជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញពីការភ្ជាប់កុំព្យូទ័រគូបជាមួយនឹង overload បាទថាតើយើងគូបវាយ៉ាងម៉េចបាទអញ្ចឹងសូមតាមវីដេអូរបស់ខ្ញុំនៅវីដេអូបន្តទៀតបាទកុំភ្លេចជួយ like ជួយ share បាទជួយ subscribe នៅ channel YouTube ហើយនឹងចុចរូប
ថ្មីៗអរគុណសម្រាប់ការជួបគ្នានៅវីដេអូក្រោយ